សម្រាប់បងប្អូនដែលប្រើសេរី aux SX តែជាប់ចេះអញ្ចឹងបងប្អូនបវល់មកវា select ចូលចង្វាក់អញ្ចឹងវាអត់បវល់ទៅបានដូចសេរី175ចុះក្រោមអូខេអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់បងប្អូនពីរបៀបនៃការដោះចំណុចនឹងទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលចេះហើយក៏អូនរំលងដែរបងប្អូនដែលអត់ចេះតាមដានវីដេអូខ្ញុំនឹងប្រាប់ពីរបៀបនៃការដោះវាជាទូទៅគឺយើងបវល់អញ្ចឹងវាអត់អីទេអត់ select ទេអានេះយើងបវល់មកវា select បាទបវល់មក select បាទបវល់ចំណាគឺ select ជាន់ហ្នឹងបងបវល់អញ្ចឹង select អូខេអញ្ចឹងយើងតាមដានពីរបៀបដោះទាំងអស់គ្នាអរគុណអូខេអញ្ចឹងដើម្បីដោះវាបានកុំឲ្យវាទៅជាប់ select មួយអញ្ចឹងទៀតមកជាប់អញ្ចឹងទៀតអូខេយើង exit មកអស់គឺយើងចូល menu បាទហើយជាទូទៅគឺវានៅ menu 1បាទអញ្ចឹងយើង tab វាមក menu 2មកបាទអូខេបន្តមកទៀតយើងយកពាក្យ utility បាទបន្តមកយើងយក system អូខេអូសំទោសអធិស្ឋានខុសមកក្បាច់ហ្នឹងឯងចូលនេះ touch screen display ណាអូខេអញ្ចឹងហើយយទូទៅគឺវានៅនេះណានៅពេលដែលយើងអត់ទាន់ឡើង version មានន័យថាពីដំបូងគឺ version វាជាមួយខ្ញុំដាក់ឲ្យមើលខ្ញុំថត version ចាស់បាទបន្ទាប់មកគឺយើងឡើង version មកដល់ version ថ្មីនេះគឺ version របស់វាគឺនេះ 1.11 ណាបងប្អូនបាទ 1.11 អញ្ចឹងដើម្បីធ្វើវាបានយើងចូលមកវិញគឺយើងចូលតោះតែយើងឡើង version នឹងមកហ្នឹងណាហើយសម្រាប់បងប្អូនដែលអត់មាន version ឬមួយក៏អត់មាន file ឡើង version បងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំមាន file version ស្រាប់ណាអូខេអញ្ចឹងយើងចូល touch screen display អូខេហើយយើងចុចវាមកក្រោមបងប្អូនចុចមកក្រោមពុកមកបាទហើយយើងយកកន្លែង select នេះយើងឡើងឲ្យវា select យើងចុចលើវាមកឲ្យវាចូល move ពាក្យ move នេះ cursor only អូខេអញ្ចឹងចាំមើលថាវាទៅដូចអ្វីដែលយើងរំពឹងទុកអត់អូខេតោះចូលមក style របស់យើងមកអញ្ចឹងយើងចូល style ផងយើង style អីក៏ได้ style ម៉ាស៊ីនក៏ได้ style យើងធ្វើ sampler ដែរអូខេឥឡូវនេះឃើញទេបើយើងបវល់មកក៏ឡើងជាប់គឺយើងបើថាយើង select លើនេះមួយឧទាហរណ៍នេះ sky pop យើងបវល់មកក្រោមទៀតគឺឡើងជាប់ហើយឃើញបងប្អូនឡើងជាប់អញ្ចឹងយើង play បានយើងមកយើងបវល់មករកផ្សេងអត់ជាប់ទេតើយើង select លើវាឲ្យវាជាប់អញ្ចឹងណាអូខេនឹងរឿងហេតុវាអញ្ចឹងដើម្បីអញ្ចឹងយើងធ្វើអាហ្នឹងដើម្បីអញ្ចឹងសម្រាប់ version ដែលបងប្អូនចង់ឡើងហើយអត់ចេះនៃការទៅរក file ឡើង version ហ្នឹងបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំមាន file version អាចផ្សាយជូនបងប្អូនយើងទៅឡើងបានណាបាទអរគុណច្រើនជុំបញ្ជាក់បងប្អូនណាយើងបញ្ជាក់មកវិញយើងចូល menu បាទយើង tab មក menu 2អូខេយកពាក្យ utility អូខេយើងយក touch screen display ហើយយើងដំបូងវានៅនេះហើយយើងចុចមកក្រោមមកមួយមកអូខេបន្តមកទៀតអាកន្លែងនេះវានៅ select អញ្ចឹងយើងយកអានេះមក move cursor only អូខេតែប៉ុណ្្នឹងជាការស្រេចរួចរាល់អរគុណនេះសម្រាប់ version ដែលយើងមិនទាន់បានឡើង version បងប្អូនណាគឺ 1.0.3 ហើយនេះជា version ដែលយើងកំពុងតែដំឡើងគឺ V1.11